ជាដំបូងនេះខ្ញុំបាទតំណាងឲ្យបរិយាទីលៀងក៏សូមធ្វើការដឹងគុណក៏ដូចជាការរំលែកទុក្ខពីបងដែលជាវរៈកងទ័ពរបស់យើងដែលបានពលីនៅខាងសមរភូមិរបស់យើងឆ្លៀតក្នុងឱកាសនេះខាងបរិយាទីលៀងក៏បានផ្ដល់ជូននៅកន្លែងសម្រាប់បងដែលជាភាសឹកដែលរងនៃការឆ្លៀនពៀនពីសៀមនៅតាមបណ្ដោយព្រំដែនរបស់យើងឥឡូវនេះបរិយាទីលៀងនឹងផ្ដល់ជូននៅកន្លែងស្នាក់នៅជូនបងប្អូនអាចឃើញនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺយើងមានផ្ទះដែលសាងសង់ហើយ80%អញ្ចឹងបងអាចអញ្ជើញមកបរិយាទីលៀងបានដោយយើងមានផ្ទះក៏ដូចជាមានដីដែលធំទូលាយសម្រាប់បងដែលអញ្ជើញមកស្នាក់នៅទីនេះបានហើយនៅជិតនៅបរិយាទីលៀងរបស់យើងគឺយើងមានសាលារដ្ឋនិងសាលាឯកជនជាពិសេសជាងគេគឺនៅជិតផ្សារងាយស្រួលឲ្យបងអញ្ជើញមកទីនេះដើម្បីស្នាក់នៅបន្តអាសន្នដូច្នេះសម្រាប់បងដែលជាជនភេសជ្ជៈដែលត្រូវមកស្នាក់នៅទីក្រុងភ្នំពេញបងអាចតាក់ទងទៅអាជ្ញាធររបស់យើងដើម្បីដល់ដំណឹងមកខាងបរិយាទីលៀងរបស់យើងផងដែរទីតាំងរបស់យើងខណ្ឌដង្កោរាជធានីភ្នំពេញដូច្នេះបរិយាទីលៀងនឹងផ្ដល់ទីតាំងសម្រាប់បងដែលជាជនភេសជ្ជៈមកស្នាក់នៅដោយឥតគិតថ្លៃ